ការរំកិលឆ្អឹងកងចង្កេះ spondylolisthesis ជាភាពផ្លាស់ទីរបស់ឆ្អឹងខ្នងមួយទៅមុខឬទៅក្រោយលើឆ្អឹងខ្នងបន្ទាប់បណ្ដាលឲ្យមានការគៀបសង្កត់ទៅលើខួរឆ្អឹងកងខ្នងឬសរសៃវិញ្ញាណដែលបណ្ដាលឲ្យមានការឈឺចុកចាប់និងពិបាកបញ្ជាចលនាជើងនិងការបន្ទោបង់រោគសញ្ញាឈឺចង្កេះឈឺរាចេញពីចង្កេះទៅជើងចុកខ្សោយនៃសាច់ដុំជើងឬផ្នែកខាងក្រោមស្ពឹកជើងដើរមិនបានឆ្ងាយអាចពិបាកក្នុងការបញ្ជាការបន្ទោបង់មូលហេតុបាក់បែកឆ្អឹងខ្នងដោយសារការប៉ះទង្គិចការចាស់សឹករិចរិលនៃឆ្អឹងកងចង្កេះផលវិបាកក្រោយការវះកាត់ឆ្អឹងកងចង្កេះការព្យាបាលមិនចាំបាច់វះកាត់ការអង្គុយឬដេកត្រឹមត្រូវហាត់ប្រាណសម្រាប់ការរឹងមាំនៃសាច់ដុំចង្កេះការចាក់ថ្នាំបំបត្តិឈឺនិងប្រើថ្នាំបំបត្តិការឈឺសាច់ដុំនិងការរលាកការព្យាបាលដោយវះកាត់កលទ្រនាប់ឆ្អឹងកងចង្កេះនិងចាប់ដៃដើម្បីភ្ជាប់ឆ្អឹងខ្នងឲ្យរឹងមាំវិញនិងដើម្បីបន្ធូរការចង្អៀតសរសៃប្រសាទជំរើសនៃការព្យាបាលដោយការប្រើប្រាស់ថ្នាំដោយចលនាឬដោយវិធីវះកាត់គឺអាស្រ័យលើរោគសញ្ញានៃជំងឺនិងការវិវត្តនៃជំងឺសាស្ត្រាចារ្យជេងអ៊ីងឯកទេសវះកាត់ឆ្អឹងកងខ្នងដោយចោះនិងវះកាត់ខួរក្បាលដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបានបញ្ចប់ការសិក្សាទាំងក្នុងស្រុកនិងក្រៅប្រទេសទំនាក់ទំនងលេខទូរស័ព្ទ060 26 9